Fame River ទៅហៅអ្នកភូមិដែលធ្លាប់ជួយគ្រួសារយើងមកទាំងអស់មកឲ្យអស់ខ្ញុំនឹងឲ្យពួកគាត់រកស៊ីមានបានមុនគេតោះជ្រោក10ប្រទេសដែលខ្ញុំបានសន្យាពេលនោះគ្រាន់តែនិយាយចេញទៅប៉ុណ្ណោះនៅសល់3ថ្ងៃទៀតល្មមឲ្យអ្នកភូមិមកជួយធ្វើបានក្លូអ៊ីនាងហៅពួកយើងមកមានរឿងអីពួកយើងនៅមានការងារស្រែចម្ការច្រើនទៀតមានឈ្មោះអ្នកមានម្នាក់ពីទីក្រុងកំងជ្រោកពីខ្ញុំ10ប្រទេសពេលវេលាតិចតែការងារច្រើនដូច្នេះខ្ញុំសូមឲ្យពូមីងនិងបងប្អូនទាំងអស់ជួយធ្វើផងជ្រោកនឹងធ្វើយ៉ាងម៉េចងាយទេយកស្បៃប៉េកាំងនិងឆៃថាវសកាត់ជាដុំតូចដាក់សង្កត់ក្នុងធុងជាជាន់រួចដាក់គ្រឿងផ្សំទាំងនេះចូលមួយជាន់បន្លែមួយជាន់គ្រឿងផ្សំហើយរក្សាសីតុណ្ហភាពឲ្យបានល្អទុកឲ្យឡើងជាតិ7ថ្ងៃក៏រួចរាល់ហើយងាយណាស់មែនទេពួកយើងអ្នកក្រញ៉ាំឆៃថាវអស់មួយជីវិតសំបីតែក្លិនក៏ធុញទ្រាន់ដែរសំបីជ្រូកក៏មិនសូវចង់ស៊ីមិននឹកស្មានថានៅទីក្រុងវាខ្លាយជាម្ហូបឆ្ងាញ់ទាំងអស់នេះក៏ដោយសាររូបមន្តសម្ងាត់ដែរក្លូអ៊ីពួកយើងផ្អាកការងារស្រែចម្ការមកជួយនាងតើនាងឲ្យឈ្នួលប៉ុន្មាន1000ម្នាក់100ក្នុងមួយថ្ងៃ100ម្នាក់ឬមែនហើយបានហើយជប់និយាយតោះចាប់ផ្ដើមធ្វើការទាំងអស់គ្នាដំបូងខ្ញុំបារម្ភថាក្មេងស្រីម្នាក់នេះនឹងមិនអាចចិញ្ចឹមប្អូនប្រុសទាំងពីរបានតែមិននឹកស្មានថាពេលនេះនាងកំពុងនាំពួកយើងរកលុយទៀតត្រូវហើយក្លូអ៊ីមានចិត្តល្អណាស់សូម្បីរកស៊ីមានបានក៏មិនភ្លេចគិតដល់ពួកយើងដែរនាងកំណាច់នេះមិនចម្លែកទេដែលចង់បំបែកគ្រួសារបែរជាលួចទៅរកស៊ីធ្វើលុយអរគុណអ្នកទាំងអស់គ្នាដែលខំប្រឹងថ្ងៃនេះដល់ត្រឹមនេះសិនមកទទួលឈ្នួលម្នាក់មួយទៅក្លូអ៊ីសូមកុំបារម្ភពួកយើងទាំងអស់បានស្ពត់រួចហើយថានឹងមិនប្រាប់រឿងនេះឲ្យអ្នកណាដឹងជាដាច់ខាតចំណែករូបមន្តជ្រក់នេះពួកយើងនឹងយកតាមខ្លួនចូលភ្នូខ្ញុំទុកចិត្តអ្នកទាំងអស់គ្នាចាំមើលទៅបើខ្ញុំដឹងរូបមន្តធ្វើជ្រក់នេះវិញគ្រឿងផ្សំមានតែនៅក្នុងឃ្លាំងវេទមន្តប៉ុណ្ណោះមនុស្សសម័យនេះគ្មានផ្លូវធ្វើបានទេក្លូអ៊ីនាងកំណាចដឹងហើយពេលបំបែកគ្រួសារនាងច្បាស់ជាមានផែនការអ្វីមួយប្រកល់រូបមន្តជ្រក់មកភ្លាមបើមិនដូច្នោះទេខ្ញុំនឹងទៅប្តឹងអភិបាលស្រុកថាពេលបំបែកគ្រួសារនាងបែងចែកទ្រព្យមិនស្មើភាពធ្វើឲ្យនាងបាត់បង់ទាំងអស់ថ្ងៃដែលបំបែកគ្រួសារលោកតាបាននិយាយច្បាស់ណាស់ពីថ្ងៃនេះទៅផ្លូវណាផ្លូវនឹងមិនពាក់ព័ន្ធគ្នាទៀតឡើយត្រូវហើយថ្ងៃនោះអ្នកភូមិទាំងអស់បានឮច្បាស់នឹងត្រចៀកនាងហ៊ានប្រមាថមុខលោកតាទើបតែបំបែកគ្រួសារជាមួយត្រកូលមីលើបានប៉ុន្មានថ្ងៃប៉ុណ្ណោះធ្វើម៉េចនឹងមានរូបមន្តធ្វើជ្រក់ទៅប្រកាសជាម្ដាយងាប់របស់នាងទុកឲ្យមែនស្ដាប់ឲ្យច្បាស់របស់ម្ដាយនាងក៏ជាកម្មសិទ្ធិរបស់ត្រកូលមីលើដែរម្ដាយខ្ញុំបានស្លាប់ទៅហើយគុំយកគាត់មកនិយាយទៀតពួកយើងកាត់ផ្ដាច់ទំនាក់ទំនងជាមួយត្រកូលមីលើរួចហើយយ៉ាងណាក៏ដោយគ្រឿងផ្សំធ្វើជ្រក់ទាំងអស់នៅទីនេះខ្ញុំមិនបានលាក់បាំងអ្វីឡើយបើថ្ងៃនេះមីងម៉ាថានិងអ្នកភូមិចង់រៀនខ្ញុំមិនហាមឃាត់ទេក្លូអ៊ីពួកយើងមិនរៀនទេពួកយើងនឹងដើរតាមនាងមែនហើយពួកយើងមិនមែនជាមនុស្សអាក្រក់ដែលលួចមនសិការដើម្បីលុយទេហេចាំមើលទៅចាំមើលហារឿងនេះមិនទាន់ចប់ទេលោកម្ចាស់ខ្ញុំបានលុបសង្កេតនាងអស់2ថ្ងៃហើយមិនឃើញក្លូអ៊ីមានអ្វីគួរឲ្យសង្ស័យទេតើនៅបន្តតាមដានទៀតទេមិនចាំបាច់ទេស្អែកដល់ថ្ងៃប្រគល់ជ្រក់ហើយខ្ញុំនឹងទៅជួបនាងដោយផ្ទាល់ក្លូអ៊ីតើនាងពិតជាស្លូតត្រង់មែនឬកំពុងលាក់អាតកំបាំងអ្វីមួយដាក់នៅទីនេះបានហើយថ្ងៃនេះអ្នកទាំងអស់គ្នាខំប្រឹងណាស់អង្គុយចាំបន្តិចខ្ញុំនឹងទូទាត់ឈ្នួលឲ្យទាំងអស់ពិនិត្យទំនិញប៉ាត់សូមរងចាំបន្តិចកញ្ញាក្លូអ៊ីបើជ្រក់គ្មានបញ្ហាយើងនឹងទូទាត់ប្រាក់ដែលនៅសល់ទំនិញគ្មានបញ្ហាទេជ្រក់មួយរទេសនេះខ្ញុំគិតថាប្រើអំបិលចម្រាញ់រាប់សិបជីនជាមិនខានរបស់បែបនេះមនុស្សធម្មតាគ្មានលទ្ធភាពទិញឡើយទំនិញគ្មានបញ្ហាទេតែខ្ញុំនៅមានសំណួរមួយមិនដឹងថាអំបិលចម្រាញ់ដែលនាងប្រើយកមកពីណាទេអូយខ្ញុំភ្លេចថាសម័យបុរាណអំបិលមានតម្លៃខ្លាំងត្រូវរកលេសមួយសិន
ជ្រក់នេះមិនបានប្រើអំបិលធម្មតាទេមុនពេលម្ដាយខ្ញុំរៀបការមកភូមិទឹកថ្លាស្រុកកំណើតរបស់គាត់មានធ្នំយ៉ាងដែលមានជាតិអំបិលអាចចម្រាញ់បានជាអំបិលឆៅហើយជាតិសំខាន់ដែលធ្វើឲ្យជ្រក់ឆ្ងាញ់គឺបាក់តេរីអាស៊ីតឡាក់ទិករសជាតិវាស្រដៀងអំបិលប៉ុន្តែវាមិនដូចអំបិលឡើយបាក់តេរីអាស៊ីតឡាក់ទិកវាជាអ្វីបានហើយកុំសួរទៀតអីបើសួរបន្តទៀតរូបមន្តសម្ងាត់ខ្ញុំច្បាស់ជាបែកការខ្ញុំនឹងទូទាត់ប្រាក់ដែលនៅសល់តាមការសន្យាសង្ឃឹមថាយើងនឹងបានរកស៊ីជាមួយគ្នាទៀតកញ្ញាក្លូអ៊ីលោកសាការីពាក្យលោកធ្ងន់ពេកហើយបើថ្ងៃក្រោយត្រូវការអ្វីទៀតមករកខ្ញុំបានគ្រប់ពេលខ្ញុំនៅមានរបស់ល្អជាច្រើនដែលលោកមិនធ្លាប់ឃើញអីចឹងខ្ញុំសូមលាមុនហើយកញ្ញាក្លូអ៊ីគួរឲ្យចាប់អារម្មណ៍មែនសាឡាមីងដឺឆ្នាំនេះ River មានអាយុ12ឆ្នាំហើយគួរតែចូលរៀនបានហើយអ្នកណាប៉ះខ្ញុំនាងមកពីណាហ៊ានលួចចូលមកស្ដាប់មេរៀនឬខ្ញុំមិនបានមកលួចរៀនទេខ្ញុំគ្រាន់តែមកសួរពីលក្ខខណ្ឌចូលរៀនប៉ុណ្ណោះមើលសម្លៀកបំពាក់នាងទៅក្រីក្របែបនេះមានលុយបង់ថ្លៃសិក្សាដែរឬម្យ៉ាងទៀតស្ត្រីមានគុណធម៌គឺមិនត្រូវការចំណេះដឹងទេសាលាយើងមិនទទួលសិស្សស្រីឡើយចេញទៅប្រញាប់ឡើងបတ်កាប់ឲ្យបុរាណបានពោលថានារីដែលមានគុណធម៌នឹងត្រូវគេចងចាំជានិច្ចតើលោកគ្រូពេលអានគម្ពីរភ្លេចរឿងរ៉ាវដែលសរសើរគុណធម៌ស្ត្រីអស់ហើយឬចំណែកសៀវភៅបទបង្រៀនស្ត្រីរបស់បានចៅក៏មិនបាននិយាយដូចលោកដែរវានិយាយថាស្ត្រីមានគុណធម៌មិនចាំបាច់មានទេពកោសល្យអស្ចារ្យប៉ុន្តែគម្ពីរបុរាណក៏មិនដែលនិយាយឲ្យស្ត្រីបោះបង់ការសិក្សាដែរនាងជានរណាហ៊ានមកបង្ករឿងក្នុងសាលាមីងដឺរបស់ខ្ញុំលោកនាយកស្រីនេះនិយាយមិនស្គាល់ខ្ពស់ទាបហើយទាមទារឲ្យសាលាតួសិស្សស្រីស្ត្រីរៀនសូត្រវាខុសត្រង់ណាពួកចាស់ក្បាលរឹងដូចលោកនឹងហើយដែលយកទំនៀមទម្លាប់មកចងជើងស្ត្រីតែស្ត្រីត្រូវជាប់នៅតែក្នុងផ្ទះមិនអាចឃើញពិភពលោកខាងក្រៅហើយខ្ញុំក៏មិនដែលនិយាយថាចង់ចូលរៀននៅទីនេះដែរលោកខឹងអីម្ល៉េះអ្នកយាមបណ្ដេញនាងចេញទៅឈប់សិន